គ្រេដ៏គ្រោះថ្នាក់បំផុតទាំង4នៅក្នុងជីវិតរបស់មនុស្សយោងទៅតាមថ្ងៃខែនិងឆ្នាំរាងកាយមនុស្សពោរពេញដោយអាថ៌កំបាំងនិងការភ្ញាក់ផ្អើលមនុស្សមួយចំនួនអាចមានសុខភាពល្អឥតខ្ចោះនៅថ្ងៃនេះប៉ុន្តែពួកគេមិនអាចប្រាកដថាជំងឺឬសំណាងអាក្រក់អ្វីដែលពួកគេអាចប្រឈមមុខនៅថ្ងៃស្អែកឬសូម្បីតែសច្ឆតីស្លាប់នោះទេទោះជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបានចងក្រងបញ្ជីនៃពេលវេលាដែលត្រូវបានចាត់ទុកថាងាយរងគ្រោះជាពិសេសដោយផ្អែកលើស្ថិតិទិន្នន័យគ្លីនិកសរីរវិទ្យាស្ថានភាពរស់នៅនិងអាយុពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សដែលត្រូវយកចិត្តទុកដាក់គឺពេលព្រឹកព្រលឹមដែលជាពេលវេលាដ៏គ្រោះថ្នាក់បំផុតនៃថ្ងៃប្រាក់កណ្ដាលខែចុងក្រោយនៃឆ្នាំនិងវ័យកាលដើមដើម្បីឲ្យកាន់តែច្បាស់លាស់វាអាចត្រូវបានពន្យល់ដូចខាងក្រោមព្រឹកព្រលឹមមនុស្សជាច្រើននៅតែដេកលក់សម្ពាធឈាមនិងសីតុណ្ហភាពរាងកាយរបស់ពួកគេស្ថិតនៅចំណុចទាបបំផុតចរន្តឈាមរត់យឺតឈាមក្រាស់ណាស់សាច់ដុំរលុងហើយការខ្វះឈាមខួរក្បាលងាយនឹងវិវត្តយោងតាមស្ថិតិ 60% នៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងកើតឡើងនៅពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃដើម្បីកាត់បន្ថយការខូចខាតដល់សរសៃឈាមដែលបណ្ដាលមកពីការប្រែប្រួលសម្ពាធសរសៃឈាមមុននិងក្រោយពេលគេងអ្នកជំនាញណែនាំដូចខាងក្រោមជាដំបូងបន្ទាប់ពីភ្ញាក់ពីគេងអ្នកមិនគួរក្រោកពីដំណេកភ្លាមទេផ្ទុយទៅវិញអ្នកគួរតែដេកលើគ្រែរយៈពេលកន្លះនាទីជាមុនសិនទី2បន្ទាប់ពីអង្គុយចុះសូមអង្គុយក្បែរគ្រែរយៈពេលកន្លះនាទីទី3ចូលក្រោកឈរឡើងដោយផ្អៀងខ្លួនទៅនឹងចំហៀងគ្រែរយៈពេលកន្លះនាទីមុនពេលក្រោកពីគ្រែហើយធ្វើចលនាជុំវិញការធ្វើសកម្មភាពទាំងអស់យឺតបែបនេះនឹងអនុញ្ញាតឲ្យសរីរាង្គរបស់រាងកាយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដោយកាត់បន្ថយហានិភ័យនៃការដួលដោយសារតែសម្ពាធលើសរសៃឈាមដែលបណ្ដាលមកពីការក្រោកឈរភ្លាមប្រាក់កណ្ដាលខែចាប់ពីថ្ងៃទី15នៃខែតាមចន្ទគតិទៅវាត្រូវបានចាត់ទុកថាជាពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់ជីវិតអ្នកជំនាញខ្លះជឿថារឿងនេះទាក់ទងនឹងឧតុនិយមមនុស្សគ្រប់គ្នាដឹងហើយថាព្រះច័ន្ទមានទំនាញផែនដីដែលអាចបណ្ដាលឲ្យកម្រិតទឹកសមុទ្រឡើងចុះបង្កើតជាជំនោរវាក៏អាចមានឥទ្ធិពលលើឈាមនៅក្នុងខ្លួនផងដែរនៅពេលណាដែលព្រះច័ន្ទស្ថិតនៅខ្ពស់លើមេឃអ្នកវិទ្យាសាស្ត្របានរកឃើញថាសម្ពាធឈាមអាចធ្លាក់ចុះហើយសរសៃឈាមត្រូវទទួលរងនៅកម្លាំងបង្ហាប់ខាងក្នុងនិងខាងក្រៅផ្សេងគ្នាដោយសារតែឥទ្ធិពលនៃបេះដូងនិងកម្លាំងទាញទំនាញរបស់ព្រះច័ន្ទដែលអាចបណ្ដាលឲ្យហូរឈាមខួរក្បាលបានយ៉ាងងាយចុងឆ្នាំយោងតាមទិន្នន័យស្រាវជ្រាវខែធ្នូជាប់ចំណាត់ថ្នាក់លេខ1ជាប់លាប់ទាក់ទងនឹងចំនួនអ្នកស្លាប់ក្នុងមួយឆ្នាំដែលមានចំនួន 10.40% នៃចំនួនសរុបខណៈដែលខែកញ្ញាដែលត្រូវបានចាត់ទុកថាជាខែដែលមានសុវត្ថិភាពបំផុតមានត្រឹមតែ 7.11% នៃការស្លាប់សរុបប៉ុណ្ណោះត្រូវតែមានហេតុផលសម្រាប់រឿងនេះនៅចុងឆ្នាំអាកាសធាតុត្រជាក់ខ្លាំងហើយមនុស្សចាស់ច្រើនតែមានការថប់បារម្ភភ័យស្លន់ស្លោមានរបបអាហារមិនមានតុល្យភាពទម្លាប់នៃការគេងមិនទៀងទាត់និងប្រព័ន្ធភាពស៊ាំថយចុះដែលធ្វើឲ្យពួកគេងាយនឹងកើតជំងឺឬកើតជំងឺឡើងវិញអាយុកាលដែលវាជាការពិតដែលថានេះជាយុគសម័យនៃធម៌ពលដ៏សម្បូរបែបប៉ុន្តែវាក៏ជារយៈពេលដែលសរីរវិទ្យាចាប់ផ្ដើមផ្លាស់ប្ដូរអរម៉ូនចាប់ផ្ដើមមិនមានតុល្យភាពហើយភាពស៊ាំចាប់ផ្ដើមចុះខ្សោយលើសពីនេះនៅពេលនេះមនុស្សត្រូវទទួលបន្ទុកការងារធ្ងន់ដោយឪពុកម្ដាយនៅពីលើនិងកូនតូចនៅខាងក្រោមជាពិសេសបុរសមានទំនួលខុសត្រូវគ្រួសារកាន់តែធ្ងន់ ព
ពេលសកកម្មដ៏ថ្លៃថ្នូររបស់ការធ្វើជាមនុស្សប្រុសជួនកាលទាមទារការខិតខំប្រឹងប្រែងនិងទុក្ខវេទនាហួសហេតុដែលអាចនាំឲ្យមានភាពរស់រវើកមិនគ្រប់គ្រាន់ភាពចាស់មុនអាយុនិងការវិវត្តនៃជំងឺរ៉ាំរ៉ៃឬជំងឺមហារីកក្នុងរយៈពេលជាច្រើនឆ្នាំនេះច្រើនតែដោយសារតែការធ្វេសប្រហែសក្នុងការថែទាំខ្លួនឯងដែលបណ្ដាលឲ្យមានជំងឺដែលមិនអាចព្យាបាលបាននិងបណ្ដាលឲ្យស្លាប់